กิจกรรมอาวุธมหาប្រឡាយបានធ្វើឡើងនៅរុស្ស៊ីថ្ងៃទី30ខែកញ្ញាឆ្នាំ2025នៅសន្តាគារ Rafale Le Royal ស្ថិតក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ទាសីហាអបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាប្រធានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមីនុយក្លេអ៊ែរជីវសាស្ត្រនិងវិទ្យុសកម្មនឹងមានវត្តមានផងដែរពីសំណាក់លោកស្រីភារៈធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជានិងឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជានិងដែលមានតំណាងចូលរួមមកពី16ក្រសួងស្ថាប័ននៃព្រះរាជាណាចក្រកម្ពុជានិងដៃគូអន្តរជាតិចំនួន3ស្ថាប័នមានដូចជាសហរដ្ឋអាមេរិកអង្គការ UNOPA និងសហភាពអឺរ៉ុបក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចសន្ទនាមន្ត្រីជាន់ខ្ពស់សហការជាមួយស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជានិងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជានាយឧត្តមសេនីយ៍ទាសីហាបានថ្លែងនៅការកោតសរសើរចំពោះអគ្គលេខាធិការអាជ្ញាធរជាតិអាវុធគីមីដែលបានសហការជាមួយស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាសហភាពអឺរ៉ុបនិងគ្រប់ភាគីពាក់ព័ន្ធធ្វើឲ្យកិច្ចសន្ទនាមន្ត្រីជាន់ខ្ពស់ស្ដីពីដំណើរឆ្ពោះទៅកាន់គំនិតផ្ដួចផ្ដើមយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយពាណិជ្ជកម្មអាវុធមហាប្រឡាយដំណើរការទៅប្រកបដោយជោគជ័យឯកឧត្តមទាសីហាបានគូបញ្ជាក់ថាគំនិតផ្ដួចផ្ដើមនេះគឺជាកិច្ចខិតខំប្រឹងប្រែងនិងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយៈស្ថានទូតអាមេរិកប្រចាំកម្ពុជាក្រោមកិច្ចឧបត្ថម្ភដល់កម្មវិធីត្រួតពិនិត្យការនាំចេញនិងពាក់ព័ន្ធទៅនឹងសន្តិសុខព្រំដែនរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកដែលនឹងជួយដល់កម្ពុជាលើការកសាងសមត្ថភាពសម្រាប់ការគ្រប់គ្រងពាណិជ្ជកម្មយុទ្ធសាស្ត្រពាក់ព័ន្ធនឹងអាវុធមហាប្រឡាយនិងការពិនិត្យគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពអាវុធមហាប្រឡាយនិងទំនិញឲ្យស្របតាមបទដ្ឋានអន្តរជាតិដែលរួមមានជាអាចដូចជាសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ1540ឯកឧត្តមបានបញ្ជាក់ថានៅក្នុងនីតិកាលទី7នៃរដ្ឋសភារាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពឆ្លៀសវៃប៉ិនប្រសប់និងស្វាហាប់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាមួយនឹងការដាក់ចេញនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1បាននឹងកំពុងធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើននៅគ្រប់វិស័យជាបន្តទៀតជាពិសេសបានធានាបាននៅសន្តិភាពសុខសុវត្ថិភាពស្ថិរភាពនិងសន្តិសុខសណ្ដាប់ធ្នាប់សង្គមនិងការចូលរួមក្នុងចលនាអន្តរជាតិស្ទើរគ្រប់វេទិកាបានធ្វើឲ្យកិត្យានុភាពជាតិខ្ពស់ឡើងទាំងនៅក្នុងក្របខ័ណ្ឌតំបន់និងនៅលើពិភពលោកទាំងមូលស្របពេលដែលប្រទេសកម្ពុជាកំពុងបង្កើនការពង្រឹងសន្តិសុខសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិកម្ពុជាចាត់ទុកថាការចាប់ផ្ដើមដំណើរការជាផ្លូវការនៅដំណើរឆ្ពោះទៅកាន់គំនិតផ្ដួចផ្ដើមយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយពាណិជ្ជកម្មអាវុធមហាប្រឡាយនាពេលនេះគឺជាការចាប់ផ្ដើមបើកទំព័រថ្មីមួយថែមទៀតនៃកិច្ចសហប្រតិបត្តិការដែលកំពុងកំណត់ដោយចក្ខុវិស័យមួយរួមគ្នានឹងការជឿទុកចិត្តគ្នាទៅវិញទៅមកក្នុងភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជារដ្ឋាភិបាលសហរដ្ឋអាមេរិកនិងសហគមន៍អន្តរជាតិសម្រាប់កម្ពុជាវឌ្ឍនភាពសេដ្ឋកិច្ចរបស់យើងត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការទទួលខុសត្រូវលើការទប់ស្កាត់ការរីកសាយភាយនៃអាវុធមហាប្រឡាយជាការលើកកម្ពស់សន្តិសុខក្នុងតំបន់ការពង្រឹងទូនាទីជាភាពជាដៃគូដែលអាចជឿទុកចិត្តបានក្នុងសហគមន៍អន្តរជាតិចំពោះការងារនេះកម្ពុជាពិតជាមិនអាចដំណើរការទៅបានតែម្នាក់ឯងនោះទេភាពជាដៃគូគឺពិតជាសំខាន់មិនអាចកាត់ថ្លៃបានឆ្លៀតក្នុងឱកាសនេះឯកឧត្តមបញ្ជាក់ថាអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមីនុយក្លេអ៊ែរជីវសាស្ត្រនិងវិទ្យុសកម្មឬអាជ្ញាធរជាតិអាវុធគីមីនឹងដើរតួនាទីស្នូលក្នុងការសម្របសម្រួលសហការនិងចូលរួមអនុវត្តក្នុងគំនិតផ្ដួចផ្ដើមនេះជាមួយនឹងកម្មវិធីត្រួតពិនិត្យការនាំចេញនិងសន្តិសុខព្រំដែនរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកព្រមទាំងមានការបដិញ្ញាចិត្តខ្ពស់ក្នុងការជួយសម្របសម្រួលអនុវត្តការងារនេះឲ្យទទួលបានជោគជ័យតាមការគ្រោងទុក